សូមឲ្យបងប្អូនយើងដែលចង់មានយោបល់មានមតិខ្លះដើម្បីជាយោបល់ខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលសៀមមេត្តាបញ្ឈប់ព្រានមកដល់ទឹកដីកម្ពុជាត្រូវការសន្តិភាពមិនចង់មានសង្គ្រាមឡើយដូច្នេះសូមសៀមមេត្តាដោះស្រាយដោយសន្តិវិធីព្រោះខ្មែរធ្លាប់រងទុក្ខវេទនាដោយសារសង្គ្រាមវត្តទស្សវត្សរ៍សាស្ត្រសូមបញ្ចប់សង្គ្រាមជាបន្តខ្មែរត្រូវការសន្តិភាពយើងបានស្គាល់សង្គ្រាមយូរលង់ណាស់មកហើយយើងត្រូវការសន្តិភាពយើងចង់បានចង់មានសង្គ្រាមទេសូមឲ្យបងប្អូនមានការជួយរបស់ឲ្យមានតាមទីការបរិយាមកលើនេះសូមហៅខ្ញុំបដិញ្ញាថាទោះបីជានៅក្រោមទឹកឬក៏ជាដើម្បីជំនាញសន្តិភាពរបស់យើងបញ្ឈប់នៅសង្គ្រាមនេះនាងខ្ញុំសូមសិតតស៊ូគ្រប់បែបយ៉ាងដើម្បីសន្តិភាពចង់បានសន្តិភាពត្រឡប់មកវិញដូចពីមុនបាទសូមអរគុណខ្ញុំប្រកាសណាសូមគោរពព្រះជន្មព្រះខ្ញុំព្រះអង្គទីសក្ការៈសូមបងប្អូនជនរួមជាតិនៅទីនេះជាទីគោរពថ្ងៃនេះជាថ្ងៃទី14ហើយដែលប្រជាជនយើងទូទាំងប្រទេសបានកាត់ចេញពីផ្ទះសម្បែងដោយសារតែការឈៀបពៀនរបស់ទ័ពជាតិថ្ងៃនេះយើងទាំងអស់គ្នាមកទីនេះដើម្បីបង្ហាញឲ្យឃើញថាប្រជាជនយើងអីសូមលោកទៅណាបងមានទឹកខ្ញុំយើងទៅចេះខ្ញុំចង់ទៅដែរថាបានបង្ហាញនៅពិភពលោកបងទៅចាស់ៗគាត់ធ្វើកម្មវិធីនេះទេបានទៅអញ្ចឹងហើយតែមិនមែនជាអញ្ចឹងបានឲ្យមកអាវុធមុនទេសូមចឹងហ្នឹងស្ដាយឬក្របប្រជាជនពិភពលោកបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពថាយើងសពថ្ងៃនេះបាក់ណាស់ដោយសារតែការឈានទានរបស់សៀមដែលជាប្រទេសមួយជឿនលឿនជាប្រទេសមួយអរិយធម៌ជឿនលឿនមិនតែមិនគួរណាតែធ្វើដូចរបៀបនេះសោះសពថ្ងៃនេះយើងឃើញថាបងប្អូនយើង50000នាក់បានបែកចេញពីផ្ទះសម្បែងកុមារអត់មានសាលារៀនប្រជាជនយើងត្រូវរបួសនិងស្លាប់អស់មួយចំនួនដូច្នេះយើងទាំងអស់គ្នានៅក្រៅប្រទេសគឺជាកងទ័ពទូក្រោយខិតខំបង្កើននៅស្មារតីសាមគ្គីភាពទីក្នុងរបស់យើងមានតែយើងទេដែលអាចជួយខ្លួនឯងបានជាប់ដៃទេជួយយើងទាំងអស់គ្នាបានទេដូច្នេះទីបញ្ចប់សូមឲ្យបងប្អូនយើងទាំងអស់ដែលមកទីនេះជួយបញ្ចេញមតិដើម្បីឲ្យអន្តរជាតិដើម្បីឲ្យសហភាពអឺរ៉ុបបានដឹងថាយើងជាអ្នករងគ្រោះយើងមិនមែនប្លន់ទឹកដីគេទេយើងជាអ្នករងគ្រោះបាទសូមអរគុណខ្ញុំបាននិយាយជាភាសាហូឡុងព្រោះឯងយើងនៅមុខ European Union ដូច្នេះយើងត្រូវឲ្យអ្នកចាស់គេស្ដាប់បានផងBen als ik Cambodjaans als vluchteling gevlucht uit Thailand doet me herinnering aan mijn jeugd.
ចឹងបងតែនិយាយភាសាច្រើនក៏បាន Thijs, ព្រោះ mag oorlog dit met de Cambodjaans. ច្រើនណាស់និយាយទៅនិយាយតែគាត់ថា 1000 oorlog ចង់ gesloten. និយាយច្រើនទៅមក Duizenden zonder les. Ons volk. Honderdduizenden gevlucht. Zonder huis. En hier, wij staan voor Europees parlement. Wil u goed nadenken, goed kijken hoe wij met elkaar vredig kunnen leven. Waarom Thailand zo rijk en zo beschaafd gaat Cambodja invallen? Wat is de reden achter? Europa, Verenigde Naties, kijk alsjeblieft mee naar de werkelijkheid. Hoe kan een Cambodja als een klein land een groot land overvallen, oorlog voeren? Dat vraag ik me ook af. Dus Human Rights Watch, wilt u naar Cambodja gaan? Kijken, oordelen, alsjeblieft. Dat is mijn vraag. Dank u wel. Meehelpen, alsjeblieft. ជំរាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នាខ្ញុំជាខ្មែររស់នៅប្រទេសបែលហ្សិកខ្ញុំសូមនិយាយជាភាសាNederlands. Wij Cambodjanen willen vrede. Onze kinderen willen terug naar school. Iedereen wil terug naar hotels gaan. En wij willen dat Thailand stoppen met invasie in Cambodja. Stop de oorlog in Cambodja. En wij willen alleen vrede. En Khmer Samakia Khmer ទាំងអស់គ្នាសូមអរគុណ មកចេះជាណៃ ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នាខ្ញុំជានិយាយសួរបង Hallo? Hallo? Ok, voilà, bonjour tout le monde. Hallo. Bonjour tout le monde, voilà. C'est bien que tout le monde a réuni aujourd'hui, c'est super. Moi, spécialement, je parlais pas en khmer, mais en français, c'est spécialement devant le Parlement européen. Et que tout le monde peut comprendre que les Européens ouvrent un peu les yeux, que pour le moment, pas beaucoup de médias européens parlent du Cambodge et de la Thaïlande, le conflit. Et je trouve que c'est assez important. Il n'y a pas que le Kazakh, il n'y a pas que l'Ukraine, il n'y a pas que la Taïwan, il n'y a pas que la Chine. Il y a le Cambodge, la frontière, c'est quand même beaucoup d'innocents qui sont tués maintenant. Je ne sais pas s'il y a quelques ministres européens qui entendent. Ouvrez un peu vos yeux, s'il vous plaît. Il y a beaucoup d'innocents qui sont morts là-bas. Et jusqu'à maintenant, il n'y a qu'un seul média, France 24, qui a parlé, donc pas tout à fait juste. Et c'est vrai qu'on n'a pas beaucoup de médias au Cambodge.
J'aimerais bien que pour les ministres européens et tout ça, qu'ils se mouillent un peu plus le manche. Voilà. Parce que le Cambodge, c'est assez grave pour le moment. C'est très grave. Voilà. Et merci tout le monde de venir. On est là pour tout ça. Quoi. Voilà. Merci. ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នានិស្សិតមកពីនៅទីក្រុងលវ៉ាកានូសអញ្ចឹងខ្ញុំក៏ចង់បញ្ចេញមតិយោបល់ខ្លះៗដែរតែទៅមកនឹងសង្គ្រាមរវាងកម្ពុជានិងថៃខ្ញុំនឹងសូមនិយាយជាភាសាអង់គ្លេស So as one of the global citizens I would like to suggest all of the people in the world to listen to the news, not only from the Thailand side, but also from the Cambodian side that now we have suffered a lot from this war. We have lost a lot in our cultural heritage, including the temple. For this past few days, the Thailand has also destroyed our temple, Prasat Takrabai, and also the World Heritage Previous Temple as well. And for the past few days, they use the R-15 jet to drop the bomb, not only the military base and also the border, but now they drop it in the city. And also the bridge and the school as well. So the students right now, most of the children, they cannot attend the school because of this war. And they live in fear, and the people also lost their job. And